អាយ៉ាអាងខ្លួនឯងដឹកនាំជោគជ័យហើយក៏ឈ្នះពានរង្វាន់ធំច្រើននៅតំបន់អឺរ៉ុបឥឡូវនេះក៏បានបោះពាក្យសម្ដីមកកាន់គ្រូបង្វឹកចំណូលថ្មីបាទរបស់ក្រុមអាតេរេស Real Madrid បាទគឺរ៉ូក Álvaro Arbeloa បាទហើយលោកโจសេម៉ូរីញ៉ូគាត់បានបាទបញ្ចេញនៅពាក្យមួយឃ្លាថាបាទវាពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែនដែលក្លឹបល្អបំផុតលំដាប់ពិភពលោកបាទត្រូវបានគ្រប់គ្រងដោយគ្រូបង្វឹកដែលគ្មានប្រវត្តិនិងបទពិសោធន៍ច្បាស់លាស់បាទនេះលក្ខណៈមើលងាយហើយតើនេះបាទរីឯចំណែកលោក Álvaro Arbeloa គាត់ក៏បានឆ្លើយដោយស្ងប់ស្ងាត់នឹងការគោរពផងដែរបាទគាត់បាននិយាយថាអ្នករាល់គ្នាដឹងហើយថាលោកជូសេម៉ូរីញ៉ូមានន័យយ៉ាងណាសម្រាប់ខ្ញុំនៅពេលដែលគ្រូបង្វឹកដែលមានបទពិសោធន៍និងប្រវត្តិការងារជោគជ័យដោយម៉ូរីញ៉ូបាទនិយាយអ្វីមួយគាត់តែងតែស្ដាប់និងយកមកវិភាគដើម្បីរៀនសូត្រតាមបាទនេះជាចម្លើយមួយដ៏ល្អផងដែរបាទដោយស្ងៀមស្ងាត់និងចិត្តត្រជាក់ហើយនឹងមានការតបតអ្វីនោះទេបាទហើយអេមីនក៏សូមបញ្ជាក់ផងដែរប្រិយមិត្តយើងបាទគាត់ទាំងពីរនេះគឺធ្លាប់បាទនៅទ្រនំជាមួយគ្នាកាលដែលនៅអាតេរីស Real Madrid លោកជូសេម៉ូរីញ៉ូធ្លាប់ដឹកនាំបាទអាតេរីសហើយអាវ៉ារ៉ូក៏គាត់ជាកីឡាករបាទហើយក៏ជាខ្សែកាពីដ៏ល្អផងដែររបស់ Real Madrid នេះបាទហើយសម្រាប់លោក Arbeloa បាទការចាប់ផ្ដើមដំបូងគឺក្នុងឆ្នាំ2020បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់គាត់ក៏បានត្រឡប់មកកាន់ Real Madrid វិញក្នុងតួនាទីជាទូតសុឆន្ទៈបាទហើយក្រោយមកគាត់ក៏សម្រេចចិត្តក្លាយទៅជាគ្រូបង្វឹកហើយគាត់ដឹកនាំយុវជន Infantil A បាទអាយុក្រោម14ឆ្នាំនៅក្នុងឆ្នាំ2020ហើយបន្ទាប់មកក្នុងឆ្នាំ2022ដោយសារតែសមត្ថភាពរបស់គាត់លេចធ្លោពេកបាទគឺគេឡើងតំណែងឲ្យគាត់មកដឹកនាំក្រុម Juvenil A បាទអាយុក្រោម19ឆ្នាំហើយសមិទ្ធផលធំនោះគឺក្នុងរដូវកាល2022-2023បាទគឺលោកដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់រហូតដល់ទៅ3ឯណោះបាទក្នុងកម្រិតយុវជនផងដែរបាទអញ្ចឹងគឺយើងអត់អាចមើលសមត្ថភាពរបស់គេបានទេណាបាទអញ្ចឹងយ៉ាងណាយ៉ាងណីនោះគឺយើងមានតែចាំរងចាំតាមដានជាបន្តទៀតថាតើគាត់ដឹកនាំអាតេរីសទៅដល់កម្រិតណាហើយក៏ដូចជាអាចទទួលបាននូវពានរង្វាន់មួយណាផងដែរណាកុំភ្លេចទស្សនាការប្រកួតបាល់ទាត់រាល់ថ្ងៃក៏ដូចជាទទួលបាននៅព័ត៌មានកីឡាបាទ join ក្រុម Telegram ពីនខមមិនខាងក្រោមជួបជាមួយខ្ញុំបាទ Admin Seven